មកធ្វើ page យូរហើយអត់សូវមាន follow ច្រើនណាអត់សូវឡើង follow តោះមកជួបខ្ញុំមកខ្ញុំប្រាប់តោះមកមើលវីដេអូខ្ញុំបង្ហាញជូនបងប្អូនគ្នាបាទចូល page មកបងប្អូនឃើញកន្លែងសញ្ញាជូនដំណឹងកន្លែងរូបកណ្ដឹងចុចចូលមកបាទបងប្អូនឃើញហើយនេះបាទបងឃើញកន្លែងគេ reaction យើងណាបាទមាន search មានអីទៅយើងចុចទៅបាទឥឡូវបាទយើងចុចចូលមួយមកបាទចុចពកមកបាទយើងឃើញកន្លែងសញ្ញាចុច like ចុច react ចុចវាពកមកបាទនេះសិតតែអ្នកអត់ទាន់ follow យើងណាបាទឃើញពាក្យថា invite បងប្អូនខ្ញុំបាទឃើញពាក្យថា invite អត់ invite បាទចុចចូលកន្លែង invite យើងចុច invite វាមកបាទសក់ថ្មីដាក់ថាអញ្ជើញទៅបាទចុចអញ្ជើញមកបាទ1 2 3រហូតដល់4 10ទៅបាទទៅតាមការចង់បានរបស់យើងទៅបាទទៅយើងបានអ្នក follow មកកាន់យើងកាន់តែច្រើននេះសម្រាប់អ្នកដែលគិតធ្វើថ្មីថ្មីគិតផុសទៅអត់សូវឡើង follow មានតែអ្នកមើលអត់សូវមាន follow យើងអាចធ្វើទីនេះបានបាទអរគុណជម្រាបលាកុំភ្លេច share វីដេអូអ្នកមួយផងបងប្អូនគ្នាតែងតែឃើញសញ្ញាឧទានពណ៌លឿងទៅគិតថាវីដេអូជាប់ copyright ឬក៏វីដេអូជាប់អីទៅលុបចោលដូច្នេះវាមិនមែនទេបងប្អូនគ្នាបាទឥឡូវខ្ញុំមកបកស្រាយបញ្យល់ប្រាប់អ្នកដែលថ្មីគិតនឹងធ្វើវីដេអូទៅគិតអាចនឹងមិនយល់ឬក៏គិតមិនដឹងណាយើងជួយកន្លែង see inside នេះមកកន្លែងសពពណ៌ខៀវខាងឆ្វេងចុចវាពណ៌មកបាទវានឹងបង្ហាញតម្រងបែបនេះបងប្អូនឃើញឧទានពណ៌លឿងទេបាទអ្នកខ្លះគិតថាជាប់មិនអាចរកលុយបានអីទៅប៉ុន្តែនេះវាអត់មានជាប់ copyright ជាប់អីទេបងប្អូនគ្នាបាទនេះខ្ញុំបាន 3k បានមួយសេនបាទឥឡូវយើងចង់ដឹងថាយើងខុសអីក្នុងវីដេអូនេះគឺយើងអាចចូលទៅមើលទៅយើងចុចអាកន្លែងឧទានលឿងនេះទៅចុចពកមកបាទចូលមកដល់កន្លែងនេះហើយបងប្អូនមើលអាកន្លែងកណ្ដាលគេបាទអក្សរកណ្ដាលគេនេះចុចមកយើងចុចខាងក្រោម see this post នេះមកបាទវានឹងបង្ហាញហើយបងប្អូនគ្នានេះវាបង្ហាញថាក្នុងវីដេអូរបស់យើងនេះខ្វះអ្វីខ្លះខុសចំណុចណាមួយដូចក្នុងវីដេអូរបស់ខ្ញុំនេះវាគ្រីសអស់ហើយនេះនៅតែវាខុសពីរចំណុចបាទចំណុចទី1គឺចំណុចទី1គឺកម្រិតច្បាស់នៃវីដេអូបាទគឺវីដេអូរបស់ខ្ញុំនេះវាអត់បានដល់720ទេវាអត់គ្រប់គោលការណ៍របស់ទំហំវីដេអូ Facebook ណាបាទ Facebook កម្រិតច្បាស់របស់ Facebook វាឲ្យយើងខុសកម្រិតច្បាស់ចាប់ពី720ឬក៏18លើសនោះទៅ 4K ឲ្យទៅបាទប៉ុន្តែមិនបាច់ដល់ 4K ឬក៏18ទេយើងបានតែ720នេះក៏បានដែរប៉ុន្តែនេះវាអត់គ្រប់ទេកម្រិតច្បាស់របស់វាមានអីវីដេអូមានតែប៉ុណ្ណេះបាទជម្រាបលាជួបគ្នាវីដេអូក្រោយកុំភ្លេច share ម្នាក់មួយផង